គិតទៅមនុស្សយើងបើថាឈឺតិចតួចអីអត់ទៅពេទ្យទេតើតែធ្លាក់ខ្លួនឈឺខ្លាំងបានទៅពេទ្យដូចខ្ញុំជាដើមអញ្ចឹងឈឺមុំទ្រាំបានអីហ្នឹងគឺទ្រាំហើយលេបថ្នាំបាត់ការឈឺចុកចាប់អញ្ចឹងទៅហើយអត់ស្រួលខ្លួនយ៉ាងណាក៏ស៊ូទ្រាំដែរចេញក្រៅគឺនារីរឹងមាំចូលដល់បន្ទប់ចូលដល់ផ្ទះគឺជួនកាលក៏អន់ចិត្តក៏យំអីចឹងទៅឈឺក៏លេបថ្នាំបាត់ឈឺការឈឺចុកចាប់អីចឹងទៅហើយនេះគឺជាសកម្មភាពដែលខ្ញុំការងារមួយខាងសេនដូដូចជាដើមខែ11បងប្អូនមិនដឹងជាថ្ងៃទី1ឬក៏ថ្ងៃទី2ភ្លេចបាត់ហើយតែជាថ្ងៃទី1យ៉ាងអញ្ចឹងការងារថ្ងៃហ្នឹងគឺគូមកតែងគ្រឿងដើម្បីទៅថត promotion យៈអញ្ចឹងណាអញ្ចឹងអានេះការងារដែលខ្ញុំជាមួយសេនដូចុងក្រោយប៉ុន្តែវីដេអូខ្ញុំអត់ទាន់បានកាត់តវីដេអូអីទេព្រោះមួយរយៈមុនហ្នឹងការងាររវល់ច្រើនផងមួយទៀតខ្ញុំឈឺផងអញ្ចឹងក៏ទុកវីដេអូរហូតដល់ជាងមួយខែតាមពិតមានវីដេអូច្រើនដែលខ្ញុំអត់ទាន់បានធ្វើតែពេលឥឡូវហ្នឹងនឹកឃើញចង់កាត់វីដេអូដើម្បីឲ្យបានផុសព្រោះបងប្អូនមួយចំនួនគាត់បាត់ខ្ញុំបាត់នឹងដោយសារតែខ្ញុំឈឺខ្ញុំអស់កម្លាំងតែអត់សូវមានពេលវេលាកាត់ដោយសារលេបថ្នាំលេបអីព្យាបាលជំងឺមួយរយៈហ្នឹងហើយឥឡូវហ្នឹងក៏ឈឺតែគាត់ថាព្យាយាមធ្វើវីដេអូឲ្យបងប្អូនបានឃើញបានមើលពីសកម្មភាពខ្លះកន្លងមកដែលខ្ញុំបានធ្វើការនៅក្នុងវិស័យសិល្បៈនេះជាការងារដែលខ្ញុំគូមកតែងគ្រឿងបន្ទាប់ពីការងារហ្នឹងហើយគឺខ្ញុំមានការងារទៅបាត់ដំបងប៉ុន្តែទៅបាត់ដំបងដូចជាបានសូវបង្ហាញបងប្អូនហើយរវល់ផងធ្វើសិក្ខាសាលាផងធ្វើអីផងវល់សូផងដល់ពេលចឹងទៅអត់ទាន់មានពេលវេលាក្នុងការកាត់វីដេអូដែលសកម្មភាពនៅបាត់ដំបងឲ្យបងប្អូនបានឃើញហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូជម្រាបលា